ខ្ញុំមកថ្ងៃនេះគឺដើម្បីរៀនអំពីបច្ចេកទេសថ្មីដែលលោកគ្រូគាត់ប្រាប់មកថាគឺជាវិញ្ញាសាមួយគេហៅថា upselling ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងផ្ទាល់ជាអ្នកក្នុងនាមខ្ញុំជាអ្នកបង្ហាត់បង្រៀនក្រុមបច្ចេកទេសយើងនៅក្នុងក្រុមហ៊ុនអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវពង្រឹងសមត្ថភាពខ្លួនឯងជាមុនសិនដើម្បីយកសមត្ថភាពទាំងអស់ហ្នឹងចំណេះវិជ្ជាទាំងអស់ហ្នឹងដើម្បីយកទៅចែករំលែកទៅដល់ក្រុមការងារយើងបន្ថែមទៀតហ្នឹងហើយគោលម្ដងដែលខ្ញុំមកថ្ងៃនេះគឺខ្ញុំត្រូវតែចង់ចិត្តនិងយកចិត្តទុកដាក់រៀនអំពីនៅតាមដែលលោកគ្រូគាត់បានបង្ហាត់បង្រៀននេះមុខវិជ្ជាវិញ្ញាសា upselling មួយនេះបាទនៅពេលដែលយើងយល់ដឹងច្រើនអំពីវិធីសាស្ត្រនៃការធ្វើអញ្ចឹងយើងមានទំនុកចិត្តកាន់តែខ្ពស់មានន័យថាទោះយើងមានឧបសគ្គនៅវិញ្ញាសាមួយហ្នឹងក៏យើងនៅមានវិធីសាស្ត្រមួយទៀតដើម្បីយើងអាចរំដោះខ្លួនយើងអំពីបញ្ហាបានដែរទូយ៉ាងឧទាហរណ៍ថាឥឡូវនេះយើងកំពុងតែប្រតិបត្តិការធ្វើការនៅលើទីខ្ពស់ស្រាប់តែយើងមានបញ្ហាឧបករណ៍យើងកន្លែងណាមួយមានបញ្ហាឬក៏ខ្សែយើងទៅមានប្រហែលរបូតអីចឹងទៅគឺយើងអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបាន